ស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបតម្លើងការផ្សាយពាណិជ្ជកម្មនៅលើ menu មុខម្ហូបនៅពេលដែលភ្ញៀវគាត់ order ចង់ដឹងថាតើគេធ្វើរបៀបនេះនោះតាមដានមួយខ្ញុំទាំងអស់គ្នាជាដំបូងនោះយើងចូលមក Substore រួចហើយចុចនៅពាក្យ Command Setting ចុចមកក្រោមបន្តិចចុចពាក្យ Advertisement Management រួចហើយចុចពាក្យថា Add ក្នុងពេញឈ្មោះរួចហើយចូលទៅកន្លែងបង្កើតរូបភាពទំហំដាក់រូបភាពចូលធ្វើការកំណត់រូបភាពរួចហើយចុចមកក្រោមភ្លេច Bar Status Enable រួចហើយចុច OK វាជាការស្រេចដូច្នេះបើអ្នកទាំងអស់គ្នាមិនទាន់មាន system របស់ Import ទេអាចតាក់ទង Telegram Facebook TikTok ឬលេខទូរស័ព្ទដែលមានលើអេក្រង់នេះស្រាប់